ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូថ្ងៃនេះខ្ញុំសូមលើកយកនៅការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកតំបន់មានវិវាទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃទៅដោះស្រាយនៅក្នុងក្របខ័ណ្ឌតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេដែលនេះជាការសម្រេចចិត្តមួយដ៏ឆ្លៀសវៃជាការសម្រេចចិត្តដ៏ប៉ិនប្រសប់ជាការសម្រេចចិត្តដ៏រឹងមាំហើយក៏ជាការសម្រេចចិត្តដ៏ច្បាស់លាស់នឹងការបញ្ចប់ភាពតានតឹងនិងការដោះស្រាយវិវាទនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថាកម្ពុជាថៃគឺជាប្រទេសដែលប្រកាន់នៅព្រះពុទ្ធសាសនាដូចគ្នាជាប្រទេសដែលប្រកាន់យកនៅរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូចគ្នាហើយក៏ជាប្រទេសដែលមានទំនៀមទម្លាប់ប្រពៃណីវប្បធម៌ប្រហាក់ប្រហែលគ្នាផងដែរជាពិសេសទៅទៀតនោះកម្ពុជាថៃគឺជាប្រទេសភូមិផងរបងជាប់គ្នាដែលរបងកម្ពុជានិងថៃនេះគឺជារបងមួយដែលពោពេញទៅដោយបញ្ហារសើបពោពេញទៅដោយបញ្ហាស្មុគស្មាញនិងពោពេញទៅដោយទំនាស់ដែលកើតឡើងតាំងពីយូរលង់ណាស់មកហើយរបងកម្ពុជាថៃតែងតែឃើញមានការប៉ះទង្គិចគ្នាដោយទាហានកម្ពុជាហើយនិងទាហានថៃតាំងពីសម័យកាលមុនរហូតមកដល់សម័យកាលបច្ចុប្បន្ននេះតាក់ទងទៅនឹងបញ្ហាព្រំដែនកម្ពុជាថៃនឹងដែររាជរដ្ឋាភិបាលកម្ពុជាយើងតែងតែមានភាពឈឺក្បាលឬក៏តែងតែមានភាពប្រុងប្រយ័ត្នខ្លាំងណាស់នឹងការដោះស្រាយជាមួយនឹងភាគីថៃព្រោះតែភាគីថៃគឺជាប្រទេសដែលតែងតែបង្កហេតុជានិច្ចជាប្រទេសដែលតែងតែចិញ្ចឹមចិត្តចង់បាននៅទឹកដីរបស់កម្ពុជាជាប្រទេសដែលតែងតែចូលឈ្លានពានទឹកដីកម្ពុជាតាំងពីសម័យមុនរហូតដល់សម័យបច្ចុប្បន្ននេះផងដែរតាក់ទងទៅនឹងបញ្ហានេះតើពុកម៉ែបងប្អូនទាំងអស់គ្នាមានដឹងដែរទេថាតំបន់ណាខ្លះដែលរាជរដ្ឋាភិបាលកម្ពុជាយើងដាក់បញ្ចូលទៅក្នុងការវិនិច្ឆ័យក្តីដោយតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេហើយតើហេតុអ្វីបានជាកម្ពុជាសម្រេចចិត្តប្តឹងថៃនៅពេលនេះហើយតើហេតុអ្វីបានជាថៃមិនចង់ចូលខ្លួនឬក៏ខ្លាចនឹងការដោះស្រាយវិវាទនៅក្នុងក្របខ័ណ្ឌតុលាការយុត្តិធម៌អន្តរជាតិហើយបើសិនជាករណីថៃមិនចូលខ្លួនដោះស្រាយនឹងមិនគោរពតាមសាលក្រមតុលាការយុត្តិធម៌អន្តរជាតិនោះទេតើថៃនឹងត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះតើតើទៅនឹងបញ្ហានេះខ្ញុំនឹងធ្វើការបកស្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាតាមដាននៅវីដេអូរបស់ខ្ញុំដូចតទៅទី1តើតទៅនឹងតំបន់ប្រាសាទដែលប្រទេសកម្ពុជាយើងនឹងដាក់បញ្ចូលទៅក្នុងការដោះស្រាយដោយតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេតំបន់ដែលមានវិវាទ4យ៉ាងដែលកម្ពុជានឹងដាក់ឲ្យតុលាការដោះស្រាយនោះគឺទី1គឺប្រាសាទតាមាន់ធំទី2ប្រាសាទតាមាន់តូចទី3ប្រាសាទតាក្របីដែលប្រាសាទទាំង3នេះគឺស្ថិតនៅក្នុងទឹកដីនៃខេត្តឧត្តរមានជ័យហើយតំបន់មួយទៀតចុងក្រោយគឺតំបន់មុំបីដែលជាតំបន់ទើបតែមានការប៉ះទង្គិចគ្នាដោយទាហានកម្ពុជានិងទាហានថៃដែលបណ្ដាលឲ្យទាហានខ្មែរយើងម្នាក់បានស្លាប់បាត់បង់អាយុជីវិតនៅក្នុងលេនដ្ឋាននៃទឹកដីខេត្តព្រះវិហារហើយអបតវហេតុនេះគឺបណ្ដាលឡើងដោយទាហានថៃជាអ្នកបង្កឡើងជាអ្នកចូលមកឈ្លានពានចូលមកបាញ់ទាហានខ្មែរនៅក្នុងទឹកដីកម្ពុជាយើងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាបញ្ហានេះគឺជាតំបន់ទាំង4ដែលកម្ពុជានឹងដាក់បញ្ចូលឲ្យតុលាការយុត្តិធម៌អន្តរជាតិធ្វើការវិនិច្ឆ័យរកខុសរកត្រូវហើយចំណុចបន្ទាប់ទៀតហេតុអ្វីបានជាកម្ពុជាសម្រេចចិត្តប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅពេលនេះពាក់ព័ន្ធទៅនឹងបញ្ហានេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាដោយដែលខ្ញុំបានលើកឡើងខ្លះៗមកហើយថាមានហេតុផលមួយចំនួនដែលកម្ពុជាយើងសម្រេចចិត្តប្តឹងថៃនៅពេលនេះទី1ដោយសារតែមានការប៉ះទង្គិចគ្នាថ្មីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃជាពិសេសគឺនៅតំបន់មុំបី
ដែលបណ្ដាលឲ្យទាហានខ្មែរយើងស្លាប់បាត់បង់អាយុជីវិតមួយរូបអាហ្នឹងហេតុផលទី1ហេតុផលទី2ដោយសារតែកម្ពុជាថៃតែងតែមានការប៉ះទង្គិចគ្នាហើយមានចំនួននៅតាមខ្សែបន្ទាត់ព្រំដែនជាយូរលង់ណាស់មកហើយដែលចំនួននេះវាបង្កទៅជាភាពស្មុគស្មាញរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបង្កទៅជាអរិយភាពមួយរហូតដល់មានការផ្ទុះអាវុធជាបន្តបន្ទាប់ដូចដែលយើងបានឃើញកន្លងមកហើយចំណុចមួយទៀតនោះបញ្ហានេះគឺបានដើរដល់ចំណុចមួយដ៏គួរឲ្យព្រួយបារម្ភដែលកម្ពុជារងគ្រោះជាញឹកញាប់តាំងពីសម័យកាលមុនរហូតមកសម័យកាលបច្ចុប្បន្នហ្នឹងចំណុចដែលគួរឲ្យព្រួយបារម្ភថៃគាត់មិនដែលគោរពនៅបូរណភាពទឹកដីរបស់កម្ពុជាមិនគោរពនៅកិច្ចព្រមព្រៀងដែលមានការចុះហត្ថលេខាជាមួយគ្នានោះឡើយហើយចំណុចមួយទៀតនោះដើម្បីធានាបាននៅដំណោះស្រាយប្រកបទៅដោយភាពយុត្តិធម៌មិនលំអៀងនិងយូរអង្វែងការដោះស្រាយតាមតុលាការយុត្តិធម៌អន្តរជាតិគឺជាការដោះស្រាយមួយដែលទទួលបាននៅយុត្តិធម៌ច្បាស់លាស់យុត្តិធម៌ដែលមិនលំអៀងយុត្តិធម៌ដែលយូរអង្វែងសម្រាប់ភាគីកម្ពុជាហើយនិងសម្រាប់ភាគីថៃចំណុចចុងក្រោយការដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិគឺដើម្បីបញ្ជៀសនៅភាពតានតឹងឬក៏ចំនួននាពេលអនាគតដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថាបញ្ហាព្រំដែនកម្ពុជាថៃវាកើតឡើងជាយូរលង់ណាស់មកហើយកម្ពុជានិងថៃនឹងបានព្យាយាមចរចាគ្នារកដំណោះស្រាយអស់រយៈកាល25ឆ្នាំកន្លងមកហើយប៉ុន្តែវាអត់មានជាដំណោះស្រាយរួមមួយអត់មានជាដំណោះស្រាយដាច់ស្រេចសោះរវាងប្រទេសទាំងពីរដោយសារតែភាគីទាំងពីរជួបជជែកគ្នាទ្វេភាគីចុះទ្វេភាគីឡើងបានព្រមព្រៀងគ្នាចុះ MOU ជាមួយគ្នាជាការដោះស្រាយរឿងទាំងអស់ហ្នឹងជាការដោះស្រាយរឿងព្រំដែនហ្នឹងប៉ុន្តែជាលទ្ធផលរួមមកគឺដោះស្រាយអត់ដាច់ស្រេចជាលទ្ធផលវានៅតែជាបញ្ហាដ៏រ៉ាំរ៉ៃរវាងភាគីទាំងពីរជាបញ្ហាមួយដែលបន្សល់ទុកតជំនាន់ហេតុហ្នឹងការដោះស្រាយតាមយន្តការអន្តរជាតិគឺជាការដោះស្រាយមួយដ៏ឈ្លាសវៃជាការដោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់នៅរាល់បញ្ហានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃជាពិសេសតំបន់ទាំង4ដែលកម្ពុជាសម្រេចចិត្តដាក់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនឹងគឺជាហេតុផលដែលកម្ពុជាសម្រេចចិត្តប្តឹងទៅភាគីថៃហើយចំណុចមួយទៀតហេតុអ្វីបានជាថៃមិនចង់ដោះស្រាយឬក៏ខ្លាចនឹងការចូលទៅជជែកតតាំងក្តីនៅក្នុងក្របខ័ណ្ឌតុលាការយុត្តិធម៌អន្តរជាតិពាក់ព័ន្ធទាំងបញ្ហានេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាកម្ពុជាថៃគឺជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រដ៏ជូរចត់ជាមួយគ្នាជាប្រទេសមួយដែលមានអនុស្សាវរីយ៍ឈឺចាប់ខ្លោចផ្សាខ្លាំងមែនទែនជាពិសេសប្រទេសកម្ពុជាអញ្ចឹងខ្ញុំនឹងលើកយកដល់ហេតុផលមួយចំនួនដែលថៃខ្លាចមិនចូលខ្លួនទៅដោះស្រាយដែលហេតុផលទី1គឺឯកសារផ្លូវច្បាប់ដ៏រឹងមាំរបស់កម្ពុជាដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃគឺមានកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ហើយនឹង1907ដែលបន្សល់ទុកដោយអាណានិគមបារាំងដែលកាលនោះកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំងដែលបារាំងគឺជាអ្នកមានសិទ្ធិក្នុងការចាត់ចែងនៅកិច្ចការក្នុងប្រទេសកម្ពុជារហូតទៅដល់បារាំងមានសិទ្ធិក្នុងការធ្វើកិច្ចព្រមព្រៀងសន្ធិសញ្ញាកំណត់ខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃដែលខ្សែបន្ទាត់ព្រំដែនហ្នឹងគឺជាការគូសវាសរវាងកម្ពុជាដែលតំណាងដោយអាណានិគមបារាំងហើយនឹងថៃហើយសន្ធិសញ្ញានេះក៏មានការទទួលស្គាល់ទៅដោយភាគីថៃផងដែរនេះជាភាពរឹងមាំផ្លូវច្បាប់មួយដែលកម្ពុជាមានមួយទៀតថៃធ្លាប់មានបទពិសោធន៍ចាញ់ក្តីកម្ពុជា
ថៃធ្លាប់មានបទពិសោធន៍ចាញ់ក្តីកម្ពុជាដល់2ដងបទពិសោធន៍នឹងហើយដែលធ្វើឲ្យថៃមានភាពខ្លាចរអាឬក៏មិនចង់ចូលតុតតាំងក្តីនៅក្នុងក្របខ័ណ្ឌតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេជាមួយនឹងកម្ពុជាថៃក៏មានភាពភ័យព្រួយខ្លាចចាញ់កម្ពុជាម្ដងទៀតដែលបញ្ហាកម្ពុជានិងថៃដែលថៃធ្លាប់ចាញ់កម្ពុជានោះគឺនៅក្នុងឆ្នាំ1962កាលនោះចាញ់កម្ពុជាម្ដងតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឲ្យកម្ពុជាឈ្នះក្លាយទៅជាម្ចាស់លើទឹកដីនិងប្រាសាទព្រះវិហារអានឹងថៃអាម៉ាស់មុខម្ដងចាញ់ក្តីកម្ពុជាហើយទី2ទៀតចាញ់ក្តីលើកទី2ទៀតនោះគឺនៅក្នុងឆ្នាំ2013ដែលកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេម្ដងទៀតបន្ទាប់ពីថៃបានចូលឈ្លានពានកម្ពុជានៅក្នុងឆ្នាំ2008និងឆ្នាំ2011ហើយពេលនោះតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេក៏បានបកស្រាយបានកាត់វិនិច្ឆ័យឲ្យកម្ពុជាឈ្នះថៃម្ដងទៀតរហូតដល់បង្កប់បញ្ជីឲ្យថៃដកទ័ពចេញពីតំបន់នៃប្រាសាទព្រះវិហារដកបកគលនៅអ្វីៗដែលជាកម្មសិទ្ធិមកដល់ប្រទេសកម្ពុជាត្រឡប់មកវិញនេះគឺជាភាពអាម៉ាស់ទី2របស់ប្រទេសថៃក្នុងឆាកអន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃតុលាការយុត្តិធម៌អន្តរជាតិហើយចំណុចមួយទៀតកម្ពុជាថៃក៏មានអនុសារណៈយោគយល់ជាមួយគ្នាផងដែរដែលបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ2000 MOU ឆ្នាំ2000នឹងការដោះស្រាយនៅកិច្ចការព្រំដែននៅដោះស្រាយនៅវិវាទនៅតាមខ្សែបន្ទាត់ព្រំដែនប៉ុន្តែភាគីថៃអត់គោរពនៅ MOU នេះឡើយតែងតែចូលមកឈ្លានពានកម្ពុជាតែងតែបញ្ជះកំហឹងនៅតាមខ្សែបន្ទាត់ព្រំដែនតែងតែបង្កអរិយភាពមិនចេះចប់មិនចេះហើយឬក៏ឥតឈប់ឥតឈរនោះឡើយនេះគឺជាចំណុចខ្សោយរបស់ថៃដែលមិនគោរពនៅកិច្ចព្រមព្រៀងដែលសញ្ញេដោយខ្លួនឯងដែលសញ្ញេចំពោះមុខកម្ពុជាគឺជាចំណុចខ្សោយនេះគឺជាភាពអសិលធម៌មួយរបស់ថៃហេតុនឹងហើយបានជាថៃចេះតែគេចវេះមិនចង់ទៅដោះស្រាយនៅក្នុងក្របខ័ណ្ឌតុលាការយុត្តិធម៌អន្តរជាតិហើយចំណុចមួយទៀតកម្ពុជាមានបទពិសោធន៍និងភាពចាស់ទុំនៅក្នុងការដោះស្រាយជម្លោះដោយពុកម៉ែបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយថាប្រទេសកម្ពុជាយើងគឺមានភាពចាស់ទុំហើយនឹងមានបទពិសោធន៍ខ្លាំងណាស់ក្នុងការដោះស្រាយវិវាទជាមួយនឹងភាគីថៃភាពចាស់ទុំរបស់កម្ពុជានឹងហើយដែលបង្ហាញឲ្យឆាកអន្តរជាតិស្ងប់ស្ងាញដែលបង្ហាញទៅឲ្យឆាកអន្តរជាតិទទួលស្គាល់នៅភាពខ្លាំងរបស់កម្ពុជាដែលបង្ហាញឲ្យថៃមានភាពខ្លាចរអាភាពចាស់ទុំរបស់កម្ពុជាកើតមានដោយសន្តិវិធីកើតមានដោយភាពស្ងប់ស្ងាត់កើតមានទៅដោយការមិនឈ្លានពានឬក៏បំពានទៅលើប្រទេសថៃនោះឡើយភាពចាស់ទុំនិងបទពិសោធន៍ដ៏ខ្លាំងក្លានឹងហើយដែលមានជនជាតិថៃមួយចំនួនក៏តែងតែគោរពសរសើរឬក៏លើកយកមកនិយាយនៅតាមបណ្ដាញសង្គមឬក៏បណ្ដាញសារព័ត៌មានផងដែរហើយចំណុចមួយទៀតដែលថៃខ្លាចកម្ពុជាគឺទឹកចិត្តគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាចំពោះថ្នាក់ដឹកនាំនិងចំពោះទាហានកម្ពុជាដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថារាល់ពេលដែលមានបញ្ហាកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រជាពលរដ្ឋខ្មែរយើងតែងតែបង្ហាញទឹកចិត្តគាំទ្រតែងតែបង្ហាញនៅសកម្មភាពជួយសពបែបយ៉ាងអ្នកខ្លះជួយជាសម្ភារៈជួយជាលុយកាក់ឬក៏ចុះទៅដល់ទីតាំងមូលដ្ឋាននៃការឈរជើងរបស់កងទ័ពដើម្បីជាការផ្ដល់កម្លាំងចិត្តនិងការគាំទ្រទៅដល់រាជរដ្ឋាភិបាលកម្ពុជានិងការដោះស្រាយនៅវិវាទនេះគឺជាកម្លាំងគាំទ្រមួយដ៏ខ្លាំងក្លាដែលធ្វើឲ្យកងទ័ពយើងអាចឈ្នះនៅរាល់សមរភូមិដែលធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាយើងមានភាពអស្ចារ្យកាន់តែខ្លាំងឡើងកម្លាំងមហាជនកម្ពុជា
ការរួបរួមរបស់កម្ពុជាការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាធ្វើឲ្យប្រទេសដែលអាមិត្តធ្វើឲ្យប្រទេសថៃមានភាពខ្លាចរអាធ្វើឲ្យប្រទេសថៃមានភាពខ្លាចនឹងការចូលរួមដោះស្រាយជាលក្ខណៈអន្តរជាតិនឹងទឹកចិត្តនឹងសំខាន់ណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាចិត្តសំខាន់ណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាទឹកចិត្តពលរដ្ឋកម្ពុជាយើងគឺជាការរួមចំណែកមួយនៃជ័យជំនះក្នុងការដោះស្រាយនៅតាមសមរភូមិនៅខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃនិងចំណុចមួយទៀតភាពប៉ិនប្រសប់នៃតំណែងតំណងការទូតរបស់កម្ពុជាដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថាកម្ពុជាយើងគឺមានតំណែងតំណងការទូតដ៏ល្អដ៏ប្រសើរជាមួយនឹងបណ្ដាប្រទេសនៅក្នុងពិភពលោកនេះចំណុចនេះឃើញមានអ្នកជំនាញអ្នកចេះដឹងជនជាតិថៃជាច្រើនរូបគាត់បានលើកយកមកទៅសើកម្ពុជាដែរថាកម្ពុជាមានភាពប៉ិនប្រសប់ផ្នែកតំណែងតំណងការទូតតំណែងការទូតទាំងជាមួយនឹងម៉ាឡេស៊ីតំណែងការទូតជាមួយនឹងចិនតំណែងការទូតជាមួយនឹងបណ្ដាប្រទេសផ្សេងទៀតឲ្យគេដឹងថាកម្ពុជាដោះស្រាយបញ្ហានេះដោយរបៀបម៉េចឲ្យគេដឹងថាតើបញ្ហាដែលកើតឡើងរវាងកម្ពុជាថៃហ្នឹងវាកើតឡើងដោយរបៀបម៉េចនរណាជាអ្នកបង្កហេតុតើកម្ពុជាប្រកាន់យកនៅជំហរបែបម៉េចនឹងការបញ្ចប់បញ្ហាអានឹងគឺជាតំណែងតំណងការទូតមួយដ៏ល្អដែលរដ្ឋាភិបាលកម្ពុជាយើងប្រកាន់យកនឹងការដោះស្រាយបញ្ហានានាហើយចំណុចចុងក្រោយបានជាថៃខ្លាចកម្ពុជាដោយសារតែថៃគ្មានឯកសារផ្លូវច្បាប់រឹងមាំដោយសារតែថៃប្រើផែនទីដែលគូដោយឯកតោភាគីថៃប្រើផែនទីដែលគូដោយខ្លួនឯងដែលគ្មានការទទួលស្គាល់ជាអន្តរជាតិហើយផែនទីនេះដែរជាផែនទីដែលធ្លាប់ចាញ់ក្តីកម្ពុជានៅក្នុងឆ្នាំ1962ថៃយកផែនទីនឹងដែលគូដោយខ្លួនឯងដែលអន្តរជាតិអត់ទទួលស្គាល់ទៅតកង្ក្តីហើយធ្លាប់មានបទពិសោធន៍ចាញ់កម្ពុជាจึงចង់មិនចង់ក៏មិនចង់ដោះស្រាយជាលក្ខណៈអន្តរជាតិមិនចង់ដោះស្រាយជាលក្ខណៈទ្វេភាគីនោះដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាធម្មតាមនុស្សដែលខុសគឺមិនចង់ចូលទៅដោះស្រាយចំពោះមុខតុលាការនោះទេតែតែចង់ដោះស្រាយលក្ខណៈទ្វេភាគីដោយគេគិតថាខ្លួនគេខ្លាំងជាងកម្ពុជាដោយគេគិតថាខ្លួនគេមានសេដ្ឋកិច្ចល្អជាងកម្ពុជាដោយគេគិតថាខ្លួនគេអាចមានប្រៀបលើកម្ពុជាប៉ុន្តែកម្ពុជាជាប្រទេសតូចមែនប៉ុន្តែជាប្រទេសដែលពោពេញទៅដោយភាពម៉ឺងម៉ាត់ជាប្រទេសដែលពោពេញទៅដោយបទពិសោធន៍និងភាពឆ្លៀសវៃនឹងការដោះស្រាយហើយជាប្រទេសមួយដែលធ្លាប់ធ្វើឲ្យប្រទេសថៃអាម៉ាស់នៅលើឆាកអន្តរជាតិ2ដងរួចមកហើយដែរនឹងហើយដែលថៃគិតខ្លាចដែលថៃគិតមិនចង់ចូលទៅដោះស្រាយនៅក្នុងឆាកអន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃតុលាការយុត្តិធម៌អន្តរជាតិហើយបើសិនជាថៃគិតមិនចូលខ្លួនក្នុងការដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិនឹងមិនគោរពតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិតើនឹងមានអ្វីកើតឡើងចំពោះថៃបញ្ហានេះសម្ដេចហ៊ុនម៉ាណែតគាត់បានលើកឡើងហើយថាទោះបីជាថៃចូលទៅដោះស្រាយឬក៏មិនចូលទៅដោះស្រាយកម្ពុជាត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យធ្វើការវិនិច្ឆ័យក្តីឲ្យធ្វើការដោះស្រាយនៅតំបន់ដែលមានវិវាទទាំង4ហ្នឹងទោះបីតែថៃមិនចូលខ្លួនក្តីក៏តុលាការគេនៅតែបន្តរឿងក្តីនៅតែចាត់ការរឿងក្តីទៅតាមការទាមទាររបស់ភាគីកម្ពុជាដែរនេះបើយោងទៅតាមលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេត្រង់មាត្រា53ដែលមាត្រា53ហ្នឹងបានកំណត់ថាទោះបីតែភាគីណាមួយមិនចូលខ្លួនទៅដោះស្រាយមិនចូលខ្លួនទៅតតាំងក្តីក៏តុលាការអាចដំណើរការរឿងក្តីទៅតាមភាគីកម្ពុជាឬក៏ភាគីដែលដាក់ពាក្យបណ្ដឹងនឹងបានដែរអាហ្នឹងចំណុចមួយហើយចំណុចមួយទៀតបើសិនជាថៃមិនទទួលស្គាល់នៅសាលក្រមតុលាការយុត្តិធម៌អន្តរជាតិតើវានឹងមានរឿងអ្វីកើតឡើងចំពោះថៃ
ធម្មតាសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិត្រូវតែគោរពតាមរាល់សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះគឺជាគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនៅត្រង់មាត្រា93 94គឺចាត់បង្ខំឲ្យភាគីដែលចាញ់ក្តីរដ្ឋដែលចាញ់ក្តីត្រូវតែគោរពនៅសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទោះបីជា UN គ្មានកម្លាំងទ័ពនឹងការចាប់បង្ខំក្តីប៉ុន្តែមានយន្តការមួយចំនួនដែលអាចជំរុញឲ្យថៃឬក៏ភាគីដែលចាញ់ក្តីគោរពនៅសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដោយសារអីដោយសារថៃក៏ជាសមាជិករបស់អង្គការសហប្រជាជាតិទី1ទី2យើងអាចយកបញ្ហាហ្នឹងទៅដោះស្រាយនៅក្នុងក្របខ័ណ្ឌសន្តិសុខរបស់អង្គការសហប្រជាជាតិដែលមានប្រទេសចំនួន5ប្រទេសអាមេរិកប្រទេសចិនប្រទេសរុស្ស៊ីប្រទេសបារាំងហើយនិងចក្រភពអង់គ្លេសអញ្ចឹងកម្ពុជាអាចយកនៅបញ្ហាហ្នឹងទៅដោះស្រាយនៅក្នុងក្របខ័ណ្ឌនៃសមាជិកក្រុមប្រឹក្សាអង្គការសហប្រជាជាតិនៅក្នុងករណីដែលថៃមិនគោរពតាមរាល់សេចក្តីសម្រេចរបស់សាលក្រមតុលាការយុត្តិធម៌អន្តរជាតិអានេះគឺជាដំណោះស្រាយតាក់ទងទៅនឹងការមិនគោរពរបស់ភាគីថៃអញ្ចឹងមានន័យថារាល់សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិរាល់ប្រទេសទាំងអស់ត្រូវតែគោរពតាមករណីមិនគោរពតាមយើងអាចទៅដោះស្រាយនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានបន្ថែមទៀតដែលមានប្រទេសចំនួន5ដោយដែលខ្ញុំបានរៀបរាប់មិញហ្នឹងហើយបើសិនជាប្រទេសទាំង5ហ្នឹងមានប្រទេសណាមួយវេតូឬក៏ថៃ lobby បញ្ចុះបញ្ចូលលួងលោមមិនអោយបោះឆ្នោតគ្រប់គ្រងលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិហ្នឹងប្រទេសថៃក៏នឹងទទួលរងនៅបញ្ហាផ្សេងមួយទៀតផងដែរបញ្ហាដែលថៃដែលអាចទទួលរងនោះគឺបញ្ហាផ្នែកខាងសម្ពាធនយោបាយអាចធ្វើឲ្យប្រទេសថៃឯកោនៅក្នុងឆាកអន្តរជាតិឬក៏ថៃអាចទទួលរងនៅសម្ពាធសេដ្ឋកិច្ចដែលសម្ពាធសេដ្ឋកិច្ចឬទណ្ឌកម្មសេដ្ឋកិច្ចនេះគឺជាប្រភេទទណ្ឌកម្មសម័យថ្មីដែលគេតែងតែប្រើប្រាស់ទៅលើបណ្ដាប្រទេសណាមួយដែលមិនគោរពនៅសេចក្តីសម្រេចរបស់ UN ដែលមានការរំលោភបំពាននៅច្បាប់អន្តរជាតិករណីនេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាថៃនឹងត្រូវទទួលរងនៅភាពអាម៉ាស់ជាលក្ខណៈអន្តរជាតិและអន្តរជាតិនឹងមើលឃើញនៅអិរិយាបថដ៏កក្លឿនរបស់ថៃដែលមិនគោរពច្បាប់អន្តរជាតិមិនគោរពនៅទំនៀមទម្លាប់និងសណ្ដាប់ធ្នាប់ដែលបានរៀបចំឡើងជាយូរលង់ណាស់មកហើយនឹងជាបញ្ហាមួយដែលថៃនឹងត្រូវទទួលរងដែលថៃនឹងត្រូវប្រឈមមុខផងដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាជារួមមកប្រទេសកម្ពុជាយើងគឺតែងតែប្រកាន់ភ្ជាប់នៅដំណោះស្រាយចង់បាននៅដំណោះស្រាយបែបសន្តិវិធីទាំងទ្វេភាគីនិងពហុភាគីជាពិសេសគឺតែងតែចង់បាននៅដំណោះស្រាយមួយដ៏យូរលង់ជាដំណោះស្រាយមួយដ៏យុត្តិធម៌ជាដំណោះស្រាយមួយដ៏យូរអង្វែងទាំងក្របខ័ណ្ឌអង្គការសហប្រជាជាតិទាំងក្របខ័ណ្ឌទ្វេភាគីប៉ុន្តែដោយឡែកប្រទេសថៃគឺជាប្រទេសមួយដែលមិនគោរពនៅច្បាប់ជាតិនិងច្បាប់អន្តរជាតិនោះឡើយនៅពេលដែលថៃចង់បានតំបន់ណាមួយថៃតែងមកចូលឈ្លានពាននៅលើទឹកដីប្រទេសកម្ពុជាហាក់បីដូចជាថៃនឹងមិនចង់បញ្ចប់ចំនួនជាមួយនឹងកម្ពុជាយកចំនួននៅតាមព្រំដែនជាលះមួយនឹងការបង្កភាពតានតឹងនៅក្នុងទឹកដីថៃនិងការបង្កអរិយភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃពាក់ព័ន្ធទៅនឹងបញ្ហានេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាកម្ពុជាយើងគឺជាប្រទេសមួយដែលចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយនឹងថៃប៉ុន្តែបើយើងក៏លេចមើលទៅថៃជាប្រទេសមួយដែលអំនួតដែលចង់ចូល
mà gìประเทศកម្ពុជាពេលណាក៏បានអានឹងជាការគិតរបស់គេដែលគេតែងតែគិតចង់បាននៅតំបន់ប្រាសាទនានារបស់កម្ពុជាឬក៏ចង់បាននៅទឹកដីរបស់កម្ពុជាជាបន្តបន្ទាប់អញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបញ្ហារវាងកម្ពុជានិងថៃគឺកម្ពុជាយើងធ្លាប់ដោះស្រាយឈ្នះថៃជាច្រើនលើកច្រើនសារមកហើយលើកនេះខ្ញុំគិតថាកម្ពុជាតាមរយៈភាពប៉ិនប្រសពរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈឯកសារផ្លូវច្បាប់ដ៏រឹងមាំរបស់កម្ពុជាតាមរយៈបទពិសោធន៍ដែលយើងធ្លាប់ដើរកន្លងមកខ្ញុំសង្ឃឹមជឿជាក់ថាកម្ពុជានឹងអាចយកឈ្នះលើរឿងក្តីជាមួយនឹងភាគីថៃម្ដងទៀតអញ្ចឹងថៃនឹងទទួលរងនៅភាពអាម៉ាស់ជាលក្ខណៈអន្តរជាតិម្ដងទៀតដោយសារតែអំពើដ៏កក្លឿនឬក៏អំពើដែលមិនចេះគិតគូរមុខក្រោយនឹងការបង្កអរិយភាពមិនចេះចប់មិនចេះហើយនៅតាមខ្សែបន្ទាត់ព្រំដែនទាក់ទងនឹងបញ្ហាចុងក្រោយមួយទៀតថៃបានសម្រេចចិត្តបិទច្រកព្រំដែននិងច្រកល្បៀនជាឯកតោភាគីកាលពីម្សិលមិញថៃបានសម្រេចចិត្តបិទច្រកព្រំដែននិងច្រកល្បៀនជាឯកតោភាគីនឹងប្រហែលជាគេចង់ដាក់សម្ពាធមកលើប្រទេសកម្ពុជាឬក៏គេចង់ដាក់គំនាបមកលើប្រទេសកម្ពុជាដោយគិតថាប្រទេសកម្ពុជានឹងនៅទន់ខ្សោយអាហ្នឹងគឺជាការគិតរបស់ថៃឯងប៉ុន្តែព្រឹកមិញនេះកម្ពុជាយើងក៏បានបិទច្រកព្រំដែនមួយរយៈពេលដែរមួយព្រឹកដែលបណ្ដាលឲ្យថៃនឹងមានភាពវឹកវរខ្លាំងដែរពុកម៉ែបងប្អូនទាំងអស់គ្នាអានឹងគឺជាការសងសឹកទៅវិញទៅមកកម្ពុជាក៏ធ្វើបានបើសិនជានៅឯងហ៊ានបំពេញឬក៏ឈ្លានពានមកលើទឹកដីរបស់កម្ពុជានឹងកម្ពុជាឥឡូវមិនមែនជាកម្ពុជាពីមុនទេគឺកម្ពុជាឥឡូវមានភាពខ្លាំងក្លាមានភាពរឹងមាំមានភាពម្ចាស់ការហើយក៏មានភាពសាមគ្គីគ្នាផងដែរអញ្ចឹងថៃមិនអាចចេះតែធ្វើអីទៅតាមអំពើចិត្តដោយកាលពីសម័យមុននោះទេអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាជុំវិញបញ្ហានេះដែរខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងតាមដាននៅរឿងរ៉ាវតាមខ្សែបន្ទាត់ព្រំដែននេះឲ្យបានដិតដល់ហើយខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំទាក់ទងនឹងការចែករំលែកអំពីបញ្ហាព្រំដែនកម្ពុជាថៃនេះនឹងបានជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនគិតថាមានប្រយោជន៍សូមបងប្អូនជួយចែករំលែកវីដេអូនេះទៅកាន់បងប្អូនផ្សេងទៀតឲ្យគាត់បានដឹងបានឮនិងបានចូលរួមទាំងអស់គ្នាផងសូមអរគុណសូមជម្រាបលាបាយបាយ